bàខ្ញុំរងចាំលោក20នាទីហើយលោកបែរជាចេញទៅទិញទឹកផឹកទៅវិញធ្វើជាគ្រូពេទ្យគ្មានក្រុមសិលធម៌សោះខ្ញុំទើបចេញពីវះកាត់ទៅទិញទឹកក្រូចឆ្មាមួយកែវម៉ោងពិនិត្យឲ្យអ្នកជំងឺ302គឺម៉ោង10ឥឡូវទើប10:21នាទីខ្ញុំអត់យឺតទេមិនយឺតតែទុកឲ្យអ្នកជំងឺរងចាំហោះលោកនៅមានលេសទៀតហប់ឲ្យដឹងចុះពួកខ្ញុំចំណាយលុយមកឲ្យលោកមើលមិនមែនមកឲ្យលោកឈប់ផឹកទឹកអញ្ចឹងទេបើខ្ញុំមានថ្នាក់អីលោកអាចទទួលខុសត្រូវទេខ្ញុំទើបវះកាត់អស់4ម៉ោងកន្លះសម្រាប់បានតែ13នាទីប៉ុណ្ណោះចំណាយ4រៀលទិញទឹកមួយកែវខ្ញុំមិនបានធ្វើឲ្យខាត់ពេលនរណាទេលោកមានអាកប្បកិរិយាស្អីណាខ្ញុំសួរថាលោកចង់ម៉េចគ្រូសាអ្នកជំងឺ302ខ្ញុំប្រាប់ច្បាស់ហើយគាត់គ្រាន់តែឡើងឈាមទេមិនចាំបាច់ត្រូវធ្វើការពិនិត្យស្អីច្រើនទេលោកថាមិនអីគឺមិនអីហោះគ្រាន់តែមើលរបាយការណ៍សាមញ្ញប៉ុណ្ណោះទៅពេទ្យដូចលោកឯងសាកសំស្លៀកអាវពេទ្យនេះទេខ្ញុំនឹងទៅប្តឹងលោកនឹងឲ្យគេបញ្ឈប់លោកគ្រាន់តែជាពេទ្យកាឡៃប៉ុណ្ណោះស្រេចតែលោកចុះលោកមិនទាន់ដោះស្រាយឲ្យខ្ញុំផងខ្ញុំត្រូវទៅវះកាត់បន្តសូមថយចេញលោកគ្រូពេទ្យលូគ្រូសាអ្នកជំងឺ302គាត់ទៅឡូឡានៅខាងក្រៅហើយថាចរិតលោកមិនល្អថែមទាំងប្តឹងលោកទៀតគាត់ថតវីដេអូបង្ហោះចូលអ៊ីនធឺណិតបាត់ហើយចុះវីដេអូនឹងថតទៅសង្ហាទេហាខ្ញុំនិយាយលេងទេទៅធ្វើការចុះទៅមុនចុះណាអូមែនហើយលោកពេទ្យម៉ោងវះកាត់បន្ទាប់ចិត្តចាប់ផ្ដើមហើយណាលោកគ្រូត្រៀមខ្លួនទៅទឹកកលីអស់ហើយរសជាតិក៏មិនសូវឆ្ងាញ់ដូចមុនដែរលោកគ្រូពេទ្យអ្នកជំងឺ302រងចាំនៅខាងក្រៅគាត់ថាចាំលោកចេញមកគាត់ថាលោកជំពាក់ពាក្យសុំទោសគាត់ខ្ញុំជួយនិយាយដែរតែគាត់មិនស្ដាប់សោះមកហើយអ្នកទាំងអស់គ្នាមើលចុះនេះហើយគ្រូពេទ្យម៉ោងធ្វើការរត់ទៅទិញទឹកទុកឲ្យអ្នកជំងឺចាំខ្ញុំគាត់មិនសូវស្រួលខ្លួនឃើញមន្ទីរពេទ្យនេះល្បីថាមានអ្នកឯកទេសពូកែស្មានមិនដល់សោះចំគ្រូពេទ្យក្មេងខ្ចីបែបនេះឲ្យនេះហៅថាពេទ្យឯកទេសហ៎មន្ទីរពេទ្យនេះថ្ងៃក្រោយកុំមកឲ្យសោះខ្ញុំទើបវះកាត់ទី2រួចរាល់លោកមានការអីតែលោកឯងមានបញ្ហាខ្ញុំសួរលោកឯងតើលោកទុកអ្នកជំងឺដូចពួកខ្ញុំជាសម្រាប់មែនទេខ្ញុំឆ្លៀតពេលសម្រាប់ទៅទិញទឹកមួយកែវហួសហេតុពេកហ៎ជាគ្រូពេទ្យមិនផឹកទឹកមួយកែវវាងាប់មែនទេពួកខ្ញុំចំណាយលុយមកនេះលោកត្រូវតែគិតគូរពីពួកខ្ញុំលោកនិយាយត្រូវហើយមិនផឹកទឹកមួយកែវពិតជាមិនស្លាប់មែនប៉ុន្តែអ្នកជំងឺមុននេះបើមិនវះកាត់តាន់ពេលសរសៃឈាមគាត់អាចនឹងដាច់បានគ្រប់ពេលបើដាច់មែននោះអត្រាស្លាប់មានជាង50ដល់ពេលនោះលោកជាអ្នកទទួលខុសត្រូវមែនទេលោកកុំមកគំរាមខ្ញុំប្រាប់ឲ្យដឹងចុះចរិតបែបនេះខ្ញុំនឹងប្តឹងលោកមិនស័ក្តិសមធ្វើជាគ្រូពេទ្យទេស្រេចតែលោកចុះខ្ញុំត្រូវទៅវះកាត់បន្តទៀតហើយសូមមេត្តាជៀសផ្លូវផងលោកឯងចាំមើលចុះខ្ញុំពិតជាមិនព្រមបញ្ចប់រឿងនេះងាយឡើយម៉ោងប៉ុន្មានហើយម៉ោង2:40នាទីអូខេអរគុណច្រើនលោកនាយកកំពុងធ្វើការឮថាអ្នកជំងឺ302ប្តឹងលោកហើយលិខិតនោះគេបញ្ជូនទៅបន្ទប់លោកនាយកហើយខ្ញុំដឹងហើយពួកឯងទៅសម្រាប់ចុះរឿងនេះទុកឲ្យខ្ញុំចាត់ចែងខ្លួនឯងចាស់នាយកវាងមានការអីបើខ្លួនឯងទៅលិខិតប្តឹងថ្នាក់លើទម្លាក់មកហើយថាបោះបង់ការងារទុកឲ្យអ្នកជំងឺចាំជាង20នាទីគ្មានក្រុមសិលធម៌ខ្ញុំធ្វើការ8ឆ្នាំវះកាត់400ដងគ្មានកំហុសគ្រាន់តែឆ្លៀតពេលសម្រាប់ទិញទឹកក្រូចឆ្មា4រៀលមួយកែវមិនដេចក៏ខ្លាចជាគ្មានសិលធម៌ទៅវិញវះកាត់ជាង400ដងគ្មានកំហុសហោះនោះដោយសារឧបករណ៍ពេទ្យយើងល្អទេ CT scan ម៉ាស៊ីនវះកាត់ទំនើបមួយណាមិនល្អនោះវាជាប់ពាក់ព័ន្ធអីជាមួយបច្ចេកទេសឯងទៅបើនិយាយអញ្ចឹងខ្ញុំចង់សួរមួយម៉ាត់ចុះលោកតាលីននឹងប្រកាសជាមិនមែនមកទីនេះព្រោះឧបករណ៍ទំនើបទេដឹងខ្ញុំប្រាប់ឲ្យដឹងចុះគាត់មកនេះគឺដោយសារឈ្មោះមន្ទីរពេទ្យយើងគ្មានជាប់ពាក់ព័ន្ធជាមួយលូយៀនសំបីបន្តិចបានលោកចង់ថាម៉េចក៏ថាទៅថ្នាក់លើទាមទារឲ្យចាត់វិធានការតឹងរ៉ឹងសម្រាប់ជួការងារលោកមួយអាទិត្យសរសេរសុំទោស10000ពាក្យថ្ងៃស្អែកយកមកឲ្យខ្ញុំចុះបើខ្ញុំមិនសរសេរនោះលូយៀនសម្រាប់សិនហើយសរសេរសុំទោសមកពេលនេះលើអ៊ីនធឺណិតមានសុទ្ធតែព័ត៌មានមិនល្អពីឯងយល់ទេវាធ្វើឲ្យប៉ះពាល់កិត្តិយសមន្ទីរពេទ្យខ្លាំងណាស់កុំចង់ទល់ជាមួយថ្នាក់លើអីគេរៀបចំយ៉ាងម៉េចធ្វើតាមនឹងទៅឲ្យសរសេរអីក៏សរសេរថាម៉ោងធ្វើការមិនគួរដើរចោលកន្លែងអញ្ចឹងថ្ងៃក្រោយខ្ញុំលែងផឹកទឹកក្រូចឆ្មាទៀតហើយគួរឲ្យអស់សំណើចមែនលូយៀនឯងគិតថាខ្លួនឯងជាអ្នកណាខុសត្រូវតែចេះទទួលស្គាល់បើគុំតែយកថាធ្វើការទីនេះ8ឆ្នាំទេមិនមែនត្រឹមតែសរសេរសុំទោសនិងព្យួរការងារទេលូយៀនតើឯងមានន័យថាម៉េចនេះចង់ទៅវ៉ាមែនទេខ្ញុំមិនសរសេរសុំទោសទេលិខិតលីឈប់រសៀលនេះយកមកលូយៀនឯងគិតថាខ្លួនជាអ្នកណាដឹងទេថាឯងកំពុងប៉ះពាល់អ្នកណាគេជាប្អូនថ្លៃអ្នកមានអំណាចនៅតំបន់នេះណាម៉េច
គេចង់បិទផ្លូវរកស៊ីខ្ញុំមែនទេលូយៀនក្រៅពីមន្ទីរពេទ្យយើងគ្មាននរណាទ្រាំនឹងចរិតឯងបានទេគ្មាននរណាគេដាក់ឯងក្នុងភ្នែកឡើយមិនសរសេរសុំទោសមិនព្រមព្យួរការងារឯងនឹងត្រូវបញ្ចប់ត្រឹមនឹងហើយលោកទុកចិត្តចោះចាក់ចេញពីទីនេះខ្ញុំមិនត្រឹមតែមិនធ្លាក់កូននោះទេតែនឹងដើរទៅមុខកាន់តែខ្ពស់លោកនាយកកុំបារម្ភអីក្មេងដូចលូយៀននេះចេញពីទីនេះទៅក៏គ្មានកន្លែងណាទៅរួចដែរគេធ្វើបែបនេះគ្រាន់តែចង់គំរាមយើងទេក្មេងមិនស្គាល់ទាបខ្ពស់បែបនេះខ្ញុំចង់ដឹងណាស់ថាវាអាចខ្លាំងកម្រិតណាយ៉ាងម៉េចហើយព្យួរការងារមួយអាទិត្យសរសេរសុំទោសដោយសារទឹកក្រូចឆ្មានឹងខ្ញុំលាឈប់ហើយឯងធ្វើការនៅទីនេះ8ឆ្នាំហើយគ្រាន់តែពាក្យប្តឹងរបស់មនុស្សឈួតម្នាក់សោះឯងព្រមចាញ់គេអញ្ចឹងហ៎លោកគ្រូខ្ញុំមិនមែនព្រមចាញ់គេទេខ្ញុំគ្រាន់តែមិនចង់មានបញ្ហាជាមួយទឹកក្រូច4រៀលនេះទៀតទេចុះជំងឺក្បាលអាអ្នកជំងឺ302នោះឯងលេងខ្វល់ហ៎ខ្ញុំត្រូវគេប្តឹងរហូតដល់ថ្នាក់លីឈប់ទៅហើយនរណាចង់ខ្វល់ក៏ខ្វល់ទៅមិនខ្វល់កាន់តែល្អខ្ញុំគ្រាន់តែខ្លាចអាមនុស្សល្ងងដូចឯងនេះនៅអាណិតគេចង់ដោះស្រាយរឿងរញ៉េញ៉ៃនេះលោកគ្រូទុកចិត្តចុះខ្ញុំជាពេទ្យតែក៏មិនអាចជួយមនុស្សមិនចង់រស់ដែរឯងចង់ទៅណាទៅការិយាល័យសរសេរលិខិតលាឈប់អូលោកគ្រូពេទ្យលូមានការអីដែរលិខិតលាឈប់ជួយបោះត្រាឲ្យបន្តិចមកឮថាលោកត្រូវគេប្តឹងហើយដោយសារតែទឹកក្រូចឆ្មាមួយកែវនឹងហោះបាទចាំបាច់ដល់ថ្នាក់នឹងទេលោកគ្រាន់តែបន្ទាបខ្លួនបន្តិចវាចប់បាត់ហើយជួយបោះត្រាឲ្យខ្ញុំមកបងលីបងលូបើនៅក្រៅពិបាករកការងារត្រឡប់មកវិញមកខ្ញុំនឹងជួយនិយាយឲ្យទោះជាពេទ្យតែកិច្ចសន្យាក៏បានដែរអរគុណហើយបងលីបងលូមានអីជួយស៊ីញ៉េឲ្យខ្ញុំមួយមកខ្ញុំមិនមែនតារាណាស៊ីញ៉េធ្វើអីសម្រាប់ខ្ញុំបងពូកែជាងតារាទៅទៀតបងលូតើបងនៅត្រឡប់មកវិញទេលែងមកវិញហើយខំប្រឹងធ្វើការទៅបងទឹកក្រូចឆ្មារបងរបស់នេះខ្ញុំមិនយកទៅទេលូយៀនមិនក៏ចេញតាមទ្វារក្រោយអញ្ចឹងមិនលីមិតរួមការងារបន្តិចទេលោកនាយកវាងមានការអីមែនទេឯងនេះណាគឺរឹងរូសពេកហើយក្មេងនរណាក៏ធ្លាប់ធ្វើខុសដែរខ្ញុំមិនគិតថាខ្ញុំធ្វើខុសរឿងអីនោះទេលោកនាយកវាងចាស់ហើយភ្នែកមើលមិនសូវច្បាស់ក៏ហួសទៅចុះនេះសំបីតែខួរក្បាលក៏លែងដំណើរការទៀតហោះខ្ញុំប្រាប់ឯងចុះឲ្យតែឯងព្រមខ្ញុំនៅតែអាចទទួលឯងមកធ្វើការវិញបានតែប្រាក់ខែ8,000គឺលែងមានទៀតហើយបាន6,000តំណែងក៏ត្រូវទម្លាក់មួយកម្រិតដែរពីពេទ្យឯកទេសទៅពេទ្យធម្មតាវិញខំប្រឹងធ្វើការទៅថ្ងៃក្រោយគង់តែមានឱកាសទេមិនត្រូវការទេសូមថយចេញលោកចង់មានន័យថាម៉េចទៅអាចទៅបានតែរបស់ក្នុងកាបូបឯងខ្ញុំត្រូវត្រួតពិនិត្យសិនការពីក្រែងលោលួចយករបស់មន្ទីរពេទ្យទៅរបស់នៅទីនេះសុទ្ធតែជារបស់ខ្ញុំទាំងអស់មិនតាក់ទងនឹងលោកទេដើមឡើយខ្ញុំចង់ទុកមុខឲ្យឯងខ្លះទេបើឯងមិនចេះគួរសមបែបនេះខ្ញុំក៏មិនបាច់ក្រែងចិត្តដែរបើសិនជាឯងមិនបានលាក់បាំងអីទេម្ដេចក៏សុករត់ចេញតាមទ្វារក្រោយអញ្ចឹងព្រោះខ្ញុំមិនចង់ឃើញមុខគួរឲ្យស្អប់របស់ពួកលោកនេះខ្ញុំចង់គេចក៏មិនបានទៀតហោះឆែកមើលភ្លាមទៅឆែកចុះអាមួយនេះឯងមិនអាចយកទៅបានទេនេះជារបស់ផ្ទាល់ខ្លួនខ្ញុំតែហេតុអីខ្ញុំយកទៅមិនបាននេះជាកាដូអ្នកជំងឺជូនមន្ទីរពេទ្យមិនមែនបុគ្គលទេឯងគ្មានសិទ្ធិយកវាទៅទេពេលអ្នកជំងឺជូនតុងនេះគេបាននិយាយថាលោកគ្រូពេទ្យលូអរគុណដែលបានជួយម្ដាយខ្ញុំមិនមែននិយាយថាអរគុណនាយកមន្ទីរពេទ្យនោះទេលូយៀនបើគុំតែមានក្រុមគ្រូពេទ្យយើងជួយជ្រោមជ្រែងពេទ្យចេញពីសាលាមិនល្បីដូចឯងនេះអាចមានស្នាដៃដូចសពថ្ងៃហោះគ្រាន់តែយកសពប៉ុណ្ណោះសុំទោសផងខ្ញុំមិនខ្វល់ទេជៀសផ្លូវឲ្យខ្ញុំសិនមកខ្ញុំប្រាប់ជាលើកចុងក្រោយកាបូបចោលមិនអញ្ចឹងឯងទទួលខុសត្រូវខ្លួនឯងមិនអញ្ចឹងម៉េចលោកឲ្យសន្តិសុខមកឆែកខ្លួនខ្ញុំឬចង់ប្តឹងប៉ូលីសថាខ្ញុំលួចទង់មន្ទីរពេទ្យលោកនាយកវាងលោកមិនគួរធ្វើបែបនេះសោះមនុស្សពូកែបែបនេះបើលោកមើលមិនឃើញតែមន្ទីរពេទ្យរេនហើយយើងចង់បានណាស់អ្នកនាងគឺខ្ញុំគឺសិនប្រធានមន្ទីរពេទ្យរេនហឺពិតមែនហើយខ្ញុំឮថាមន្ទីរពេទ្យតែទឹកក្រូចឆ្មាសោះក៏ដេញគ្រូពេទ្យចេញមន្ទីរពេទ្យយើងតាមអូសទាញ3ដងក៏មិនព្រមទៅខ្ញុំមកទទួលគាត់ដោយផ្ទាល់តែម្ដងខែខ្ទង់លៀនហោះសឿនអានាងពិតជាក្មេងខ្ចីពេកហើយលូយៀនមិនសមនឹងតម្លៃនេះទេលូយៀនមន្ទីរពេទ្យរេនហឺជាមន្ទីរពេទ្យឯកជនណាឯងត្រូវតែគិតច្បាស់មិនមែនថា1.2 លានរៀលទេមិនក៏ឥឡូវចុះថ្លៃអញ្ចឹងលោកនាយកសឿនកុំប្រាប់ថាចង់រៀនតាមអតីតនាយកខ្ញុំមានឱកាសកេងចំណេញពីខ្ញុំលោកគ្រូពេទ្យពូកែនិយាយលេងមែនប្រាក់ខែគឺតាមការព្រមព្រៀង1.2 លានរៀលឋានៈជាអនុប្រធានមន្ទីរពេទ្យរេនហឺយើងស្វាគមន៍ជានិច្ចឮច្បាស់ហើយនៅ
មួយលាន2សែនបើខ្ញុំមិននឹកឃើញអនុស្សាវរីយ៍ចាក់ទេតិចតួចដែលលោកឲ្យនឹងខ្ញុំក៏មិនខ្ជិលមើលដែរតើអាចចូលធ្វើការពេលណាដែរពេលណាក៏បានដែរបើលោកគ្រូពេទ្យលូចង់ដោះស្រាយរឿងនេះដោយខ្លួនឯងមន្ទីរពេទ្យយើងក៏រងចាំបានដែរតែបើលោកគ្រូពេទ្យមិនចង់ទេក្រុមមេធាវីកម្ពុជារបស់មន្ទីរពេទ្យយើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោកអរគុណច្រើនលោកគួរតែអរគុណអ្នកចាស់ទុំទៅត្រូវព្រោះមនុស្សពូកែដូចលោកគ្រូពេទ្យលូពិតជាពិបាករកណាស់ហឹមអញ្ចឹងហ៎អញ្ចឹងយើងចាំមើលទាំងអស់គ្នាខ្ញុំចាំបានថាប្រធានមន្ទីរពេទ្យរ៉េនគឺជាមនុស្សស្រីពិតមែនហើយតែគ្មាននរណាធ្លាប់ឃើញមុខនាងផ្ទាល់ទេហឹមបើឯងមិននិយាយខ្ញុំពិតជាចាញ់បោកគេមែននរណាគេល្ងងចាយលុយច្រើនបែបនេះមកជួគ្មានមិនទាន់ជ្រុះបន្លៃពីពូនោះខ្ញុំចង់ដឹងណាស់ថាគេនឹងបញ្ចប់រឿងនេះរបៀបណាត្រឡប់មកវិញហើយហ៎មិនក៏អូនមកទីនេះមិនមែនថាអាទិត្យនេះទៅតាមខេត្តទេអូនមិនមកបានទេបងដឹងទេឥឡូវលើអ៊ីនធឺណិតគេនិយាយពីបងមិនខ្លះថាជាគ្រូពេទ្យគ្មានការទទួលខុសត្រូវម៉ោងធ្វើការចេញទៅទិញទឹកផឹកលួយយានបងឈួតទេរឿងលើអ៊ីនធឺណិតមើលទៅបានហើយកុំយកជីការពេកកុំយកជីការហោះបងត្រូវគេប្រាប់អូនថាបងត្រូវគេព្យួរការងារគ្រូពេទ្យវះកាត់ខួរក្បាលតែព្រោះតែទឹកក្រូចឆ្មា4រៀលអនាគតខ្លួនឯងទៅប្រូនមិនត្រូវបានគេព្យួរការងារទេគឺបងលីឈប់ខ្លួនឯងបងហាម៉េចបងលីឈប់ហើយពិតមែនហើយលូយៀនតើខួរក្បាលបងមានបញ្ហាទេគ្រាន់តែអ្នកជំងឺម្នាក់រោគរឿងសោះបងក៏លីឈប់តែម្ដងហ៎បងធ្វើការនៅទីនេះ8ឆ្នាំហើយ8ឆ្នាំបណ្ដោយឲ្យគេមើលងាយបងអញ្ចឹងបងបោះបងចោលងាយបែបនេះហ៎បងមិនបានបោះបង់អ្វីទាំងអស់បងគ្រាន់តែមិនចង់មានរឿងជាមួយទឹកក្រូចឆ្មាសូមចុចមើលវីដេអូពេញនៅខាងក្រោមដោយឥតគិតថ្លៃ